បទពិចារណាបញ្ចក្ខន្ធវាចាលោកីហៅថាសត្វវាចាបរមត្តហៅថាខន្ធថាធាតុអន្ត្រីជាងចក្សប័នឯខន្ធមាន5ដូចបានស្ដីទី1គឺរូបទាំងតូចធំប្រជុំធាតុ4គឺបវត្តបថវីអបោដេកជោវាយោក្តីទឹកក្តីភ្លើងខ្យល់ដោយសង្កាត់ធាតុ4ប្រជុំជារូបកាយសពសត្វទាំងឡាយតាមបរមត្តជាទីប្រជុំនៃដំកាត់អង្គព្រះភគវត្តហៅរូបខន្ធទី4គឺវេទនាខាងក្នុងដែលផ្គងអារម្មណ៍តាមថ្នាក់ជាន់នាំចូលឲ្យចិត្តគិតគួចកម្មជាគ្រឿងកំណាន់ទាំង3មុខគឺទាំងសុខទុក្ខទាំងកណ្ដាត្រអាចូលជ្រកមកលុយលុកនាំចិត្តឲ្យសោយនៅសុខទុក្ខមិនទុក្ខមិនសុខឧបេក្ខាធម្មជាតិគ្រឿងសោយអារម្មណ៍ផង3យ៉ាងនេះហងក្នុងរូបបាអង្គព្រះលោកនាថជាសាស្តាហៅថាវេទនាខន្ធនោះឯងទី3សញ្ញាការចងចំណាំអារម្មណ៍តាមតំណែងសខ្មៅខៀវលឿងក្រហមស្ដែងខ្លីវែងតូចធំក៏ចាំជាប់ភ្នែកចាំខាងរូបរាងគ្រប់យ៉ាងត្រចៀកចាំខាងបែកសូរស័ព្ទច្រមុះចាំខាងក្លិនគួរគប់មិនគប់ក៏ចាំឥតច្រឡំអណ្ដាតចាំខាងរសឲ្យជានាអាចចាំតាមគ្រឿងផ្សំកាយចាំសម្ផស្សច្បាស់ចំចាំចិត្តអារម្មណ៍ផងនាមនុស្សសត្វតែងគួចកាត់ចំណាំចងចាំអារម្មណ៍តាមទ្វារា6នេះឯងព្រះភគវីឲ្យឈ្មោះហៅថាសញ្ញាខន្ធទី4សង្ខារការចាត់ចែងតាក់តែងនៅហេតុទាំង3ជាន់គឺបាបនិងបន់ហើយកូចកាន់ទាំងឈានសោភ័ណ្ឌក៏តាក់តែងខន្ធនោះឈ្មោះថាសង្ខារខន្ធតាក់តែង3ជាន់ដូចនេះឯងទៅតាមគំនិតគិតចាត់ចែងដោយបានសម្ដែងមកនេះណាទី5វិញ្ញាណ6ផ្នែកចែកជាចំណែកតាមទ្វារាចក្ខុសោតៈនិងឃានាជីវហាកាយាមនោរម្យដឹងរូបសំឡេងដឹងក្លិនរសសម្ផស្សដែលប៉ះមកចំទ្វារ6នេះព្រះអភិធម្មហៅចំឈ្មោះថាវិញ្ញាណខន្ធខន្ធ5នេះជាអនិច្ចំទុក្ខំអនត្តាជាងចក្សប័នតែមនុស្សនិងសត្វតែងកូចកាន់ឲ្យរូបខន្ធទៀងគ្រប់គ្នាតែរូបមិនថិតថេរទៀងទាត់មិនសុខប្រកបដោយប្រាថ្នាមានតែនិព្វានទើបសុខខាឥតជាតិជរាមរណៈឡើយ